Cho nên là nàyបន្តព័ត៌មាននៅក្នុងវគ្គនេះជាបន្តទៀតរឿងជាបន្តគឺរថយន្តដឹកថ្មរបស់ក្រុមហ៊ុនណាមេផងដីកន្លប់សង្កត់លើរមាក់ម៉ូតូដែលដឹកចង្ក្រានដីចាគឺរថយន្តបានដឹកថ្មរបស់ក្រុមហ៊ុនណាមេបន្តពីដឹកថ្មចាក់ធ្វើផ្លូវទំនប់កប់ស្រូវស្រាប់តែផងកន្លប់ផ្ងាជើងចាក់ថ្មរេលតាមផ្លូវហើយក្បាលរថយន្តនឹងបោកទៅលើកន្ទុយរមាក់ដឹកចង្ក្រានដើរលក់បណ្ដាលឲ្យបែកចង្ក្រានអស់ចំនួន24សងសំណងតែ 40,000 រៀលបង្ខំឲ្យម្ចាស់ចង្ក្រានទទួលយកហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 11 និងចាគឺម៉ោង 11 ព្រឹកថ្ងៃទី 10 ឧសភានៅលើកំណាត់ផ្លូវទំនប់កប់ស្រូវទើបឈូសឆាយថ្មីត្រង់ចំណុចភូមិត្រពាំងធ្នងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរថយន្តបង្កម៉ាកហេណូកង់10ប្រភេទបែនពណ៌ខៀវឆ្នូតលឿងដឹកថ្មពេញរថយន្តជារបស់ក្រុមហ៊ុនណាមេទទួលមកការសាងសង់កំណាត់ផ្លូវខាងលើចំណែកខាងរមាក់ម៉ូតូដឹកចង្ក្រានដីដើរលក់អ្នកបើកបរមានឈ្មោះងួនសុផាតអាយុ21ឆ្នាំមករកដើរលក់ចង្ក្រានក្អមឆ្នាំងដីរស់នៅក្នុងភូមិរលាផ្អៀឃុំព្រៃបាក់ស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងហើយបើតាមសម្ដីជនរងគ្រោះជាអ្នកដើរលក់ចង្ក្រានបានដឹងថាខ្លួននៅលាវចាស់ហើយគាត់មិនតមានគ្រួសារទេហើយជួយសម្រួលកិច្ចការពុកម្ដាយដឹកចង្ក្រានឆ្នាំងក្អមជាផលិតផលធ្វើអំពីដីដើរលក់អស់រយៈពេល15ថ្ងៃកន្លងមកហើយគឺដឹកដើរលក់គ្រប់ទីកន្លែងហើយស្នាក់នៅគឺចតទៅតាមផ្លូវវែងស្រីនៅមុខផ្សារកណ្ដាលសិទ្ធិភូមិចាំចៅសង្កាត់ចាំចៅខណ្ឌពោធិ៍សែនជ័យគឺគាត់ចតតាមផ្លូវស្នាក់នៅតាមផ្លូវទេហើយរហូតដល់ព្រឹកថ្ងៃទី 10 ឧសភាឃើញកម្មការនីរោងចក្រភាគច្រើនបើកលុយបើកប្រាក់ខែថ្មីខ្លួនក៏បានបើករមាក់ដើរលក់នៅតាមភូមិផ្ទះជួលនាប៉ែកខាងលិចជ័យរាជធានីភ្នំពេញលក់ដល់វេលាខាងលើគណៈកំពុងតែបើករមាក់ដើរលក់ស្រាប់តែមានរថយន្តបានដឹកថ្មកន្លះបោកក្បាលរថយន្តត្រូវកន្ទុយរមាក់របស់ខ្លួនបណ្ដាលឲ្យបែកឆ្នាំងដីអស់24ចាហើយក្រោយកើតហេតុគឺភាគីខាងរថយន្តបានសងលុយចំនួន 40,000 រៀលទៅម្ចាស់ចង្ក្រានហើយបង្ខំឲ្យទទួលយកចំណែកជនរងគ្រោះហួសចិត្តឲ្យខ្លាចអំណាចខាងរថយន្តបានទទួលទាំងហួសចិត្តឲ្យនិយាយលែងចេញចាសោតក៏លែងសមហើយក៏បើករមាក់ទៅមុខទៀតទៅចានេះទៅធ្វើបាបគាត់ទៀតគាត់ររបរនេះដើម្បីចាំគ្រួសារបាទអញ្ចឹងទៅបង្ខំគាត់អីយើងគិតទៅតាមតម្លៃថាឆ្នាំនឹងប្រហែលអស់10គិត10ឲ្យគាត់ទៅគាត់មិនចង់ទៅចំណេញអីទេហើយប្រហែលតែ 40,000 20ជាងចង្ក្រានដីហើយខាតគាត់អញ្ចឹងបាទនេះគឺចំណាងឲ្យប៉ះតែក្រោយសិនមកភ្លឹបមករថយន្តនឹងពេញមកម៉ូតូទៅមិនទៅអញ្ចឹងស្អីបាយទាំងអស់បានតែ 40,000 ទេបានតែ 40,000 ខាតទៀតបាទចាអរគុណចូលទៅរឿងជាបន្តទៅទៀតគឺបង្ក្រាបផ្ទះបើកហ្គេមខាត់បាន12នាក់និងថ្នាំញៀនមួយកញ្ចប់តូចកម្លាំងចម្រុះដឹកនាំដោយលោកវ៉ាន់កុសលនាយរងមន្ត្រីប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដែលមានការសម្របសម្រួលពីលោកសៀងសុកព្រះរាជអាជ្ញារងអមសាលាដំបងរាជធានីភ្នំពេញបានចុះទៅឆែកឆេរផ្ទះហ្គេមចាគឺផ្ទះហ្គេមមួយកន្លែងដែលមានលេខ375ក្រុម16ភូមិ2សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនខាត់ខ្លួនជនសង្ស័យ12នាក់ដកហូតបានថ្នាំញៀនមួយកញ្ចប់តូចទូហ្គេមបាញ់ត្រីចំនួន2កុំព្យូទ័រ7គ្រឿងកាលពីវេលាម៉ោង6ព្រលប់ថ្ងៃទី8ឧសភាសមត្ថកិច្ចបានដឹងថាយុទ្ធនាការនេះដឹកនាំដោយកម្លាំងចម្រុះបានចុះទៅឆែកឆេរផ្ទះបាញ់ហ្គេមបាញ់ត្រីធ្វើការខាត់ខ្លួនជនសង្ស័យបាន12នាក់ដែលកំពុងលេងហ្គេមនិងលាក់ទុកថ្នាំញៀនមួយកញ្ចប់តូចដកហូតទូហ្គេមបាញ់ត្រីចំនួន2កុំព្យូទ័រ7គ្រឿងហើយជនសង្ស័យដែលខាត់បានទាំងអស់នោះគឺត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញរួមជាមួយនឹងវត្ថុតាំងដែលដកហូតបានទាំងអស់នោះដែរចាលោកអ្នកឥឡូវនេះតចូលរឿងជាបន្តទៅទៀតគឺវាយជញ្ជាំងផ្ទះរលំសង្កត់លើខ្សែភ្លើងបាក់បង្គោលភ្លើងមួយដើមចាហើយគឺជួលជាងនឹងវាយជញ្ជាំងគាត់ជួលជាងនឹងទៅវាយជញ្ជាំងផ្ទះចាហើយគាត់មានការខ្វះការប្រុងប្រយ័ត្នចាក៏បានបាក់មករលំចាបាក់បង្គោលភ្លើងសង្កត់បាក់បង្គោលភ្លើងអស់ដើមសង្កត់ធុងទឹកហើយម៉ូតូនឹងកង់ចាកាលពីវេលាម៉ោង 2:30 នាទីរសៀលថ្ងៃ 9 ឧសភាតាមផ្លូវជាតិលេខ 5ក្រុម2ភូមិកណ្ដាលសង្កាត់ព្រៃភ្នៅខណ្ឌព្រៃភ្នៅម្ចាស់ផ្ទះដែលវាចិញ្ចែរលំឈ្មោះកុងគឹមហេងអាយុ45ឆ្នាំប្រពន្ធឈ្មោះសេងហ្គេចអាយុ45ឆ្នាំមករបរលក់ចាភួយស្នាក់នៅផ្ទះកើតហេតុខាងលើចំណែកផ្ទះលក់នំប៉័ងបាត់ទេនៅជាប់ផ្ទះកើតហេតុឈ្មោះយេនវុធា ប្រពន្ធព័ត៌មានបានដឹងថាតាមបណ្ដោយផ្លូវជាតិលេខ 5បានពង្រីកផ្លូវឈូសឆាយដល់មុខផ្ទះខាងលើនេះទៅម្ចាស់ផ្ទះបានជួលជាង3នាក់ក្នុងតម្លៃ$200ដើម្បីវាយសសរដែលចាក់យកដាក់បង្កាន់ដៃបញ្ឆោតនៅខាងមុខនោះចេញដើម្បីរុះរើផ្ទះខណៈដែលវាយសសរនៅខាងមុខនោះដែលខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យដួលបាក់រលំទាំងអស់ទាំងផ្ទាំងតែម្ដងសង្កត់ទៅលើខ្សែភ្លើងបណ្ដាលឲ្យបាក់បង្គោលភ្លើងសង្កត់លើធុងចាឲ្យសង្ប៉ះទៅដល់ផ្ទះលក់នំប៉័ងហើយសង្កត់ទៅលើ
កង់និងម៉ូតូហើយសំណាងល្អមិនមានអ្នកររបួសចាកន្លែងការហេតុខាងគិសនីកម្ពុជាមិនទាន់ចូលទៅដល់កន្លែងការហេតុទេមានតែអាជ្ញាធរបានហៅម្ចាស់ផ្ទះដែលជាអ្នកបង្កទៅសាកសួរនៅសង្កាត់ព្រៃភ្នៅរងចាំខាងគិសនីទៅដោះស្រាយជាបន្តនេះវាយអត់មានបច្ចេកទេសណាវាយទៅដួលអាលុំអស់អញ្ចឹងបើសិនអត់មានខ្សែភ្លើងឆក់ណាខ្សែភ្លើងអញ៉ៃពេញទៅនឹងហើយផ្លូវជាតិលេខ5ហ្នឹងពីព្រៃភ្នៅទៅគឺកំពុងតែជួសជុលហើយគេបរិទ្ធទាំងសងខាងធំណាស់កញ្ញាជានាងបាទទំហំធំបរិទ្ធទាំងសងខាងតែម្ដងហើយផ្ទះខ្លះប៉ះពាល់ទៅក៏មានការគោលនយោបាយសងទៅពួកគាត់ហើយខ្លះហ្នឹងប្រជាប្រដ្ឋគាត់លើកឡើងមកថាគាត់ដឹងដែរថាផ្លូវហ្នឹងនឹងមានការបរិទ្ធប៉ុន្តែគាត់ចេះតែធ្វើនៅសិនទៅចានៅសិនចាំគេដេញចាំចាញ់គេដេញចាំចាញ់បាទមិនដឹងថាជួសជុលមិនដឹងថាស្ដារពេលណាមិនដឹងថាជួសជុលពេលណាតែឥឡូវគឺកំពុងតែធ្វើហើយគឺបរិទ្ធឲ្យធំជាងនឹងទៅទៀត3-4 ឡានបើកហើយជាដូចគ្នាជាមួយនឹងផ្លូវជាតិលេខ6ចាផ្លូវជាតិលេខ6គឺធ្វើហើយនៅសួនកដាលអត់ទាន់ដាំអត់ទាន់រៀបចំចាហើយលោកអ្នកឥឡូវនេះចូលទៅរឿងជាបន្តទៀតគឺរថយន្តធុនធំ6គ្រឿងបើកបរមិនគោរពច្បាប់ចរាចរណ៍ទៅបានសមត្ថកិច្ចគាត់យកទៅធ្វើការណែនាំរថយន្តធុនធំ4គ្រឿងក្នុងនោះរថយន្តដឹកប្រេងឥន្ធនៈ2គ្រឿងបើកបរបញ្ច្រាស់ទិសដៅចរាចរណ៍ទាំងផ្លូវកំពុងតែស្ទះចរាចរណ៍មិនគោរពច្បាប់ត្រូវសមត្ថកិច្ចគាត់យកទៅធ្វើការណែនាំនិងធ្វើកិច្ចសន្យាឲ្យធ្វើកិច្ចសន្យានៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដែលហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ4កែងផ្លូវដិមកប់ស្រូវនៅក្នុងភូមិជប៉ុវ័នសង្កាត់ចាំចៃខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី8 សុភាសមត្ថកិច្ចបានដឹងថានៅវេលាម៉ោងខាងលើចរាចរណ៍ក៏ស្ទះហើយចាំមានកម្លាំងប៉ូលីសចរាចរណ៍និងសណ្ដាប់ធ្នាប់ខណ្ឌឈរសម្រួលចរាចរណ៍ហើយបែរជាមានអ្នកបើកបរមួយចំនួននៅតែមិនព្រមគោរពច្បាប់ចរាចរណ៍ដោយបើកបរបញ្ច្រាស់ទិសចរាចរណ៍ធ្វើឲ្យមានការកកស្ទះកាន់តែខ្លាំងថែមទៀតទើបលោកអធិការដ្ឋានខណ្ឌបញ្ជាឲ្យខាត់រថយន្តណាដែលមិនគោរពច្បាប់យកទៅណែនាំនិងធ្វើកិច្ចសន្យានៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យហើយក្នុងនោះសមត្ថកិច្ចខាត់បានរថយន្តធុនធំចំនួន4គ្រឿងមានរថយន្តហ៊ីយ៉ុនដៃពណ៌សរថយន្តដឹកប្រេងឥន្ធនៈតេឡារថយន្តដឹកប្រេងឥន្ធនៈសូយគីមិចនិងរថយន្តកុងតឺន័រពណ៌សចានេះករណីលើកឡើងដោយផ្លូវកំពុងតែស្ទះហើយមានអ្នកចែងទៀតអត់ចង់និយាយថាចរាចរណ៍យើងសពថ្ងៃអញ្ចឹងមែននៅតាមផ្លូវមួយចំនួនកំពុងតែមានការកកស្ទះក៏អត់តម្រង់ជួរគ្នាទៅតាមលេខរៀងអីទេគឺគាត់ចែងឲ្យទៅរួចគឺទៅហើយប៉ុន្តែមួយដែលអ្វីដែលសំខាន់មួយទៀតគឺគាត់អត់បានមើលប៉ូលីសចរាចរណ៍នៅខាងមុខទេគឺប៉ូលីសចរាចរណ៍គាត់កំពុងតែឈរសម្រួលក៏តែមានអ្នកខ្លះគឺគាត់អត់ទេគឺគាត់ពេលខ្លះប៉ូលីសគាត់លើកដៃថាឲ្យឈប់ត្រឹមហ្នឹងហើយអត់មានទេគាត់មានតែជន់យ៉ាបន្ថែមមកសឹងថាពេលខ្លះប៉ូលីសរត់អត់ចង់តន់ផងកិច្ចចង់តន់ទេចា៎បាទទៅគាត់អាងអំណាចអីគាត់ឲ្យជន់យ៉ាបន្ថែមនឹងបាទអញ្ចឹងសមត្ថកិច្ចឃើញស្ទះអញ្ចឹងចាប់រថយន្តណាដែលគាត់ខុសអញ្ចឹងបាទយើងនេះគឺអនុវត្តអញ្ចឹងគ្រប់គ្រងបាទអញ្ចឹងយើងចាប់ណាគេដែលគាត់បំពេញធ្វើឲ្យតែឡានគាត់ម្នាក់ហ្នឹងគាត់ស្ទះគេរាប់រយគ្រឿងបាទចាប់មួយយើងពេញនេះយើងអប់រំអញ្ចឹងទៅដើម្បីឲ្យមានការកែប្រែបាទកម្ពុជាទម្លាប់នឹងចេះតែរលដើម្បីចង់ទៅមុនចាដល់អញ្ចឹងវាទៅជារឿងច្រើនទៅវាអាចទៅប៉ះគ្នាគឺគិតអីហ្នឹងទៅវាទៅឆ្លោះគ្នាអីបន្តទៅទៀតអញ្ចឹងគ្រាន់ថាសូមពៀមនេះថាបើសិនជានៅកន្លែងចំណុចស្ទះផ្លូវបើសិនជាមានប៉ូលីសចរាចរណ៍គាត់សម្រួលនៅនឹងហើយសូមបងប្អូនអ្នកដំណើរទាំងអស់ហ្នឹងគឺគោរពគាត់ជាធំព្រោះថាកន្លែងហ្នឹងអតិភិបធំជាងគេគឺគាត់ហើយបើគាត់លើកដៃឈប់សុំឈប់ទៅព្រោះថាស្ថានភាពចរាចរណ៍នៅកន្លែងហ្នឹងគឺមានតែគាត់ទេអ្នកដឹងអញ្ចឹងគាត់សម្រួលឆ្វេងស្ដាំគឺតាមគាត់ទៅយើងងាយស្រួលបានទៅទាំងអស់គ្នាបើសិនជាយើងចែងអត់ទាំងស្ដាប់គាត់ពេលខ្លះសឹងថាបើកឡានទៅគៀគាត់ផ្ដួលនឹងកណ្ដាលចំណុចផ្លូវនឹងទៅទៀតចាអញ្ចឹងចាគ្រប់គាត់ទាំងអស់គ្នាទៅចាជៀសវាងបញ្ហាចាលោកអ្នកឥឡូវនេះយើងខ្ញុំទៅពីអ្នកសូមអនុញ្ញាតសម្រាប់មួយផ្លែតសិនវគ្គក្រោយយើងនឹងបន្តព័ត៌មានជាបន្តទៀត